ត្រូវឡើងទៅកាន់វគ្គផ្ដាច់រត់បោះជង្គង់ឆ្ងាយមួយបាទពីម៉ៅសធាចាប់ជើងប្លែងវិញវាយចូលធុងស៊ុបពីដៃដេញតាមហើយទាត់មកជើងទៀតចេញអាការៈអូបាទរបស់ម៉ៅសធា1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159
បុក បាទសូមលៀងប្រដាប់ការពារថ្មិញបន្តិចបាទដើម្បីពាក់នៅសល់30វិនាទីចុងក្រោយជាមួយម៉ៅសុធាអាចធ្វើបានហើយអត់អាចទៅមុខបានទៀតទេដោយសារឆ្អល់ខ្លាំងមែនទែនបាទដោយសារឆ្អល់ខ្លាំងមែនទែនអញ្ចឹងទី1បាទយើងរីករាយទស្សនាការប្រកួតគូជម្រុះទឹកទី1បាទបង្គោលខៀវម៉ៅសុធាអ្នកខេត្តបន្ទាយមានជ័យបង្គោលក្រហមប្រជាត្រាបាទអ្នកប្រដាល់មកពីខេត្តព្រៃវែងបាទដើរចូលបាទពីម៉ៅសុធាបាទសិស្សប្អូនរបស់ឌីម៉ាសិស្សប្អូនរបស់បូរ៉ាកំពុងតែបាទព្យាយាមទល់ទាត់ឆ្វេងរបស់ចត្រាបាទចត្រាកំពុងយល់អាយុបាត់គាត់ស្ដាំបាញ់មិញមកលន់ស្នូលឬសុទ្ធតែប៉ែបាទអកញាក់មិនដេញសិនបាទអរគុណច្រើនបាទគ្រាន់តែចេញស្នៀតរន្ទះជើងបាត់ទាត់បាទទៅមកបាទក្នុងនោះបាទវត្តមានបាទអាដាមបាទកម្មវិធីរួមជាមួយនឹងញាសមាវឌ្ឍនៈឧបត្ថម្ភជូនដល់កីឡាករបង្គោលក្រហមប្រជាតា50,000រៀលបាទចំណែកបង្គោលខៀវម៉ៅសុធាក៏ដូចគ្នាបាទវត្តមានបាទលោកបានស្រេងអភិបាលបាទអភិបាលស្រុកស្ទឹងត្រង់ជាមួយនឹងអាដាមខៅឆាយឧបត្ថម្ភជូនម៉ៅសុធា50,000រៀលដូចគ្នាហើយឲ្យតែប្រកួតជួចិត្តបាទសម្រាប់សង្វៀនបាទរបស់បាទក្រុមហ៊ុនវឌ្ឍនៈគឺតែងតែឧបត្ថម្ភលើកទឹកចិត្តបន្ថែមឥឡូវនេះបាទប៉ះជាមួយនឹងបាទប្រដាប់ការពារបន្តិចបាទម៉ៅសុធាធ្វើមុខជួហួនសុំស្រួល2នាទីបាទឥឡូវនេះគឺបាទនគរសួងសវណ្ណថាឲ្យពេជ្រម៉ណែតបាទជួយចាក់ទឹកកម្រិតកាត់បន្ថយការឈឺចាប់បាទដល់ម៉ៅសុធានដីសិនបាទនេះវត្តមានបាទអ្នកមីងបងប្រុសបងស្រីអូយបាទមកអញ្ជើញចូលរួមទស្សនាច្រើនមែនទែនបាទទាំងពីររាត្រីសម្រាប់ការប្រកួតរបស់ក្រុមហ៊ុនវឌ្ឍនៈបាទប្រកួតបន្តបាទដល់đâyទេបាទគឺកំហុសអចេតនាប្រជាត្រាក៏និយាយសុំទោសឲ្យចាប់ដើមប្រកួតគ្នាជាបន្តទៀតបាទគណៈដែលក្រុមការងារគឺបានស្គប់នីតិជូនអញ្ចឹងពេលវេលាអត់រសាត់ដណ្ដែតតាមខ្យល់ទេបាទដើរចូលកណ្ដាប់ដៃបាទម្នាក់មួយច្រកពងបោះជង្គង់របស់ចត្រាបាទទាញមកបាទព្យាយាមគីអត់ដួលទេបាទជង្គង់កណ្ដាប់ដៃបដូរគ្នាម្នាក់មួយញាក់ចូលបាទកែងបុកកណូតហើយក៏ទាញមកបាទប្រើជង្គង់របស់ចត្រាអង្គខ្ពស់បាទប៉ុន្តែម៉ៅសុធាក៏ព្យាយាមបាទគេថាចេះដល់ចេះញាក់បាទធាក់ឆ្វេងបាទព្យាយាមគៀប៉ុន្តែមិនដួលបាទដើរចូលទៅបន្តទៀតបាទបត់កែងឆ្វេងរបស់ចត្រាម៉ៅសុធាកំពុងតែបន្តដើរចូលអោបបាក់ក្រោមប្លុកលាបាទកាច់ពវលកន្លះជុំជង្គង់ម្នាក់មួយបាទតត់ស្ដាំកាត់តម្លៃបាទកែងរបស់សុធាកែងរបស់ចត្រាសមកវិញបាទចាប់ដើមកិនច្រើនហើយពុកម៉ែបងប្អូនបាទសុំសម្លេងមួយបាទចេញកែងចេញជង្គង់ច្រើនអញ្ចឹងថាបងប្អូនយើងចង់ឃើញទៅជាបន្តទៀតបាទការប្រកួតចម្រុះអញ្ចឹងបើសិនជាអាចបដូរដៃគូបានលឿនគឺថាមានពេលវេលាច្រើននៅក្នុងការសម្រាកក៏កាន់តែល្អបាទប៉ុន្តែយ៉ាងណាក៏មិនងាយស្រួលទេដោយសារតែសមត្ថភាពប្រហាក់ប្រហែលគ្នាបាទបច្ចេកទេសល្អរៀងខ្លួនបាទដើរចូលពីម៉ៅសុធាបាទវាឆ្វេងរបស់ចត្រាទៅលើដកខ្លួនញាក់មិនដៃសិនទាត់ឆ្វេងបាទកាប់តម្លៃស្ដាំមួយបាទចាក់ជើងក្រោមស្ដាំរបស់ប្រាក់ចត្រាដើរចូលរបស់ម៉ៅសុធាថ្មីបិទថាទៀបជាងក៏មិនដាច់ចិត្តធំនៅតែបន្តដើរចូលទៅឲ្យគៀកវាឲ្យខ្លីបាទកណ្ដាប់ដៃច្រកពងមួយចាប់គ្រាមកបង្វិលបាទបោះមកជង្គង់ស្ដាំបាទរបស់កីឡាករបាទប្រាក់ចត្រានៅសល់20វិនាទីចុងក្រោយនៅក្នុងទឹកទី1ដាក់ចូលធាក់ស្ដាំមួយចាក់ជើងក្រោមរបស់ម៉ៅសុធាវត្តស្នែងក្របីឆ្វេងរបស់បាទចត្រាសមកវិញបាទអាយបាទបដូរកែងគ្នាបាទគប់កែងមកសុទ្ធតែភឹបមកបាញ់ណែបាទក្នុងដៃសូតទាត់ឆ្វេងរបស់ប្រាក់ចត្រាម៉ៅសុធាចាប់ជើងបានជាគីអត់ដួលអូយបាទចុងទឹកហើយនេះអូយបាទបងស្រីក៏ថាជក់ចិត្តមែនតើសម្រាប់ការប្រកួតដល់ទី2ចូលមកដល់ការប្រកួតប្រាក់ចត្រាជាមួយនឹងម៉ៅសុធាធាក់ចេញមួយរបស់ម៉ៅសុធាធាក់សងទៅវិញពីប្រាក់ចត្រាធាក់ស្ដាប់វិញម្ដងធាក់មួយទៀតចាក់ជង្គង់មួយកោះកែងជង្គង់របស់ចត្រាបាទគាត់តែធាក់ប្រមាណជង្គង់ដាក់ប្រមាណកែងទាត់ប្រមាណជើងក្នុងនោះអ្នកអង្គញាសមាវឌ្ឍនៈនិងអាដាមកម្មវិធីឧបត្ថម្ភជូនដល់ប្រាក់ចត្រាបង្គោលក្រហមបន្ថែម50,000រៀលទៀតប្រកួតបន្តមិនត្រឹមតែប៉ុណ្ណោះបង្គោលខៀវក៏ទទួលបានដែរលោកបានស្រេចអភិបាលស្រុកស្ទឹងត្រង់និងអាដាមខៅឆាយឧបត្ថម្ភជូនបង្គោលខៀវ50,000រៀលបន្ថែមទៀតចាប់គ្រាមកកោះកៃមួយក៏ហៅថាដៅមហាចម្ពូសងទៅវិញពីម៉ៅសុធារុញបត់ទៅនឹងខ្សែរេញចាក់ជង្គង់សងទៅវិញជង្គង់របស់សុធាជង្គង់របស់ប្រាក់ចត្រាជង្គង់សុធាជង្គង់ចត្រាជង្គង់សុធាជង្គង់ចត្រាធាក់ជង្គង់សងវិញចុងក្រោយមុនអាញាកដាលយាយរបស់ម៉ៅសុធា
ម៉ៅសុធាដើរចូលជាបន្តញាកដាបន្តការប្រកួតម៉ៅសុធាដើរចូលចត្រាថយតាមវចនានុក្រមទាត់កាត់ជើងក្រោមឆក់លើបានម្ដាយនេះក្បាច់ដដែលហៅមេពីវាយចូលបាន2ដៃសងទៅវិញបានម្ដាយរបស់ចត្រាសុធាដល់ចូលសុធាជុំជើងសែនជុំជើងសែនដើរចូលគាត់កាក់ចាក់ជង្គង់មួយកលែងខ្លួនជង្គង់របស់ម៉ៅសុធាជង្គង់ចត្រាទាញមកទាញជង្គង់ជង្គង់វែកដែរទល់ជង្គង់ដើរលើឆ្ងាយម៉ៅសុធាមាត់លើអត់ទៅទាត់លើមួយជួសមុទ្រទាត់កាត់ជើងក្រោមទាត់លើពាក់កមួយពីប្រាចត្រាម៉ៅសុធាដើរជន់ទាត់លើមួយទៀតប៉ះបាំងវាយចូលធំសុំវត្តលើមកសាស្រាត់យកម្ដាយស្ដាំរបស់ប្រាចត្រាគប់កាញ់ស្ដាំមួយរបស់ម៉ៅសុធាដកចេញទៅវិញញ៉ាកដាបន្តការប្រកួតទៀតម៉ៅសុធាដើរចូលចំកោងក្នុងតិចដើរចូលប្រាជ្ញាត្រាក៏ព្យាយាមបាច់ចូល2ដៃ3ដៃវាយធំសុំម្ដាយលើ2ដៃបោះជង្គង់ឆ្ងាយមួយរបស់ប្រាជ្ញាត្រាបោះជង្គង់ឆ្ងាយមួយទៀតម៉ៅសុធាព្យាយាមវាយលើវាយកាត់គឺក៏ចាប់ជើងជប់រុញចាក់ជង្គង់មួយចូលគោលផ្លូវបាទចូលគោលផ្លូវអញ្ញាកដាបន្តការប្រកួតទៀតចត្រាកំពុងតែគៀងបន្ថយឆ្ងាយទេបាត់ជើងអរិយមួយដើរចូលជាបន្តជីកកចាក់ជង្គង់ទាញកចាក់ជង្គង់ទះជង្គង់មួយរបស់ម៉ៅសុធាទាញជង្គង់មកប្រាក់ចត្រាកំពុងសម្លឹងសិនមួយសល់1នាទីទៀតសម្រាប់ទឹកទី2នេះបាទនរណានឹងត្រូវឡើងទៅកាន់វគ្គផ្ដាច់ព្រាត់បោះជង្គង់ឆ្ងាយមួយបាទពីម៉ៅសុធាចាប់ជើងប្លែនវិញវាយចូលធំសុប2ដៃដេញតាមហើយទាត់មកជើងទៀតចេញអាការៈអូបាទម៉ៅសុធា 1 2 3 4 5 6 7 8បុកបាទសូមលៀងប្រដាប់ការពារថ្មិញបន្តិចបាទដើម្បីពាក់ដល់សល់30នាទីចុងក្រោយជាមួយម៉ៅសុធាអាចធ្វើបានហើយអត់អាចទៅមុខបានទៀតទេដោយសារច្អល់ខ្លាំងមែនទែនបាទដោយសារច្អល់ខ្លាំងមែនទែនអញ្ចឹងប្រាជ្ញាត្រាមិនអាចបន្តដំណើរទៅមុខទៀតទេបាទអបអរសាទរទៅដល់ម៉ៅកីឡាករបង្គោលឃីវម៉ៅសុធាទទួលបានជ័យជំនះដោយវាកីឡាករបង្គោល